បាទសូមធ្វើការអនុញ្ញាតគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅអត្ថបទមួយដែលមានចំណងជើងថាដើមខែ4អ្នកដែលកើតនៅក្នុងឆ្នាំខាលម៉ូមីម៉ូមែននិងឆ្នាំរោងលុយនឹងចូលមកផ្ទួនតែម្ដងបាទចង់ថាមានអត្ថន័យយ៉ាងដូចម្ដេចនោះកុំឲ្យខាតពេលនិងខាតវេលាយូរនោះសូមអញ្ជើញតាមដានសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់អង្គអ្នកដែលកើតនៅក្នុងឆ្នាំខាលក្នុងរយៈពេលខែ4ខាងមុខនេះនឹងអាចទទួលបានលាភសំណាងធំខ្លាំងណាស់ជាពិសេសឲ្យតែចាប់បានឱកាសថ្មីនឹងអាចទទួលបានផលយ៉ាងធំធេងមិនត្រឹមតែប៉ុណ្ណោះនោះទេលាភទាំងក្រៅនិងលាភក្នុងហូរចូលមកផ្ទួនផងដែរជាហេតុដែលនាំឲ្យអស់លោកអ្នកទទួលបានប្រាក់ចំណូលក្រាស់ក្រែលដែលនឹកស្មានមិនដល់សម្រាប់ស្នេហាកំឡុកក្រមុំវិញតែងតែជួបភាពលោកលឿននិងមានការយកចិត្តទុកដាក់ចំពោះគ្នាល្អប្រសើរបំផុតហើយសូមខមមិនលេខ668ដើម្បីទទួលយកលាភសំណាងបាទសម្រាប់អង្គអ្នកដែលកើតនៅក្នុងឆ្នាំមមីអ្នកដែលកើតនៅក្នុងឆ្នាំមមីនៅក្នុងដើមខែ4ខាងមុខនេះនឹងមានអ្នកបង្ហាញផ្លូវឲ្យដើរដល់កន្លែងដែលអាចកើបបានប្រកាសជាពិសេសក៏អាចមានរឿងរ៉ាវល្អៗចូលមកច្រើនផងដែរមិនត្រឹមតែប៉ុណ្ណោះលាបក្រៅនិងលាបក្នុងហូរចូលមកផ្ទួនតែម្ដងដោយធ្វើឲ្យអស់លោកអ្នកគ្មានពេលសម្រាកសោះឡើយព្រោះរវល់តែរឿងរកលុយដើម្បីចូលក្នុងផ្ទះជាហេតុដែលធ្វើឲ្យអស់លោកអ្នកចាយមិនចេះអស់នោះឡើយនៅក្នុងរយៈពេលខែ4ខាងមុខនេះហើយសម្ព័ន្ធភាពស្នេហាប្រុសស្រីតែងតែមានភាពផ្អែមល្ហែមគួរជាទីពេញចិត្តហើយសូមខមមិនលេខ888រួចសេបួងសួងយកលាភបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមេនៅក្នុងដើមខែ4ខាងមុខនេះអ្នកដែលកើតនៅក្នុងឆ្នាំមមេនឹងមានអ្នកជួយបំពេញបំណងតែម្ដងជាពិសេសក៏អាចមានលាភសំណាងមកពីទិសទាំង8ផងដែរដែលធ្វើឲ្យទ្រព្យសម្បត្តិហូរចូលមកច្រើនផ្ទួនតែម្ដងមិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចឆ្លងផុតឧបសគ្គលំបាកកន្លងដែលកើតមានជាហេតុដែលធ្វើឲ្យអស់លោកអ្នកទទួលបានលុយរាប់មិនអស់ហើយតែងតែទទួលបានសំណាងល្អគ្រប់ពេលគ្រប់វេលារីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមគួរជាទីគាប់ចិត្តហើយសូមខមមិនលេខ168រួចធ្វើការសេចេញយកលាភបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរោងចាប់ពីដើមខែ4នេះទៅអ្នកដែលកើតឆ្នាំរោងនឹងអាចសម្រេចបានកិច្ចការងារសពគ្រប់បែបយ៉ាងជាពិសេសក៏អាចទទួលបានចំណូលដែលខ្ពង់ខ្ពស់ផងដែរមិនត្រឹមតែប៉ុណ្ណោះទ្រព្យសម្បត្តិនឹងហូរចូលមកជាបន្តបន្ទាប់តែម្ដងជាហេតុដែលធ្វើឲ្យអស់លោកអ្នកប្រកបទៅដោយសុភមង្គលនិងមានសេចក្តីសុខហើយសម្រាប់អ្នកធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយតែងតែជួបរឿងរ៉ាវល្អៗគួរជាទីគាត់សម្គាល់ហើយសម្ព័ន្ធភាពស្នេហាប្រុសស្រីតែងតែមានភាពផ្អែមល្ហែមនិងមានការយកចិត្តចំពោះគ្នាទៅវិញទៅមកហើយសូមខមមិនលេខ889រួចសៀបួងសួងយកលាភ